បាទខ្ញុំបាទសូមគោរពជំរាបសួរអស់លោកស្រីប្រិយមិត្តទាំងអស់ដែលឆ្លាញ់និងចូលចិត្តនឹងតាមដាននៅវណ្ណាសារព័ត៌មានក៏ដូច CSK TV បាទថ្ងៃនេះផងដែរបាទខ្ញុំបាទបានជាមួយនឹងបងជាអនុភូមិយ៉ានបងយ៉ានភាពគាត់ជាអនុភូមិប៉ើបាទអនុភូមិប៉ើគាត់បានចូលរួមយកនៅអំណោយរបស់លោកតាំងត្រាយថ្ងៃនេះអំណោយរបស់លោកតាំងត្រាយជូនដល់លោកយាយបាទលោកយាយឈ្មោះគេសានណែមបាទសានណែមអញ្ចឹងណាបាទលោកយាយសានណែមដែលគាត់សប្តាហ៍ថ្ងៃនេះគាត់រស់នៅភូមិប៉ើឃុំប៉ើពីស្រុកកញ្ឆ្មាខេត្តត្បូងឃ្មុំបាទហើយផ្ទះនេះគឺនៅដីគេទេបាទហើយផ្ទះនេះគឺខាងអាជ្ញាធរភូមិឃុំហ្នឹងគឺលោកសនចម្រើនហ្នឹងជាមួយនឹងអាជ្ញាធរភូមិដូចជាបងយ៉ានភាពហ្នឹងគាត់បានជួយកសាងផ្ទះនេះមកដើម្បីឲ្យគាត់ស្នាក់នៅតែដីគេនិយាយទៅដីគេទេបាទនៅដីគេទេហើយគាត់មានជីវភាពខ្វះខាតយ៉ាងខ្លាំងដោយសារមើលឃើញជីវភាពខ្វះខាតដូច្នេះហើយបានទៅលោកតាំងត្រាយបានក្នុងក្រុមគ្រួសាររបស់លោកដែលសប្តាហ៍លោករស់នៅរាជធានីភ្នំពេញលោកមើលឃើញពីការលំបាករបស់លោកយាយដូច្នេះបានឲ្យអំណោយនឹងតាមរយៈខ្ញុំបាទមានអង្គមានប្រេងឆាមានទឹកត្រីទឹកស្អ៊ីវបាទពីចេងអំបិលស្ករអីជាដើមបាទហើយនឹងថវិកាចំនួន 80000 រៀលបាទ 80000 រៀលហើយសូមនិយាយទទួលផងបាទនេះ2 4 5 6 7 8បាទ 80000 រៀលណាបាទហើយជូនពោដល់ម្ចាស់សទ្ធាគេផងបាទនេះ 80000 រៀលទទួលផងបាទ80000 រៀលហើយជូនពោដល់ម្ចាស់សទ្ធាគេផងជូនពោឲ្យបានសុខសប្បាយហើយទីមានបានដាក់ជុំបាទពិសេសសុខភាពល្អចាបាទហើយខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់លោកតាំងត្រាយនិងក្រុមគ្រួសារដែលលោកតែងតែយកចិត្តទុកដាក់ជួយដល់បងប្អូនជាពលរដ្ឋយើងពិសេសបាទដូចលោកយាយអញ្ចឹងដែលមានជីវភាពខ្វះខាតណាបាទមានជីវភាពខ្វះខាតគាត់តែងតែជួយដល់លោកយាយបាទហើយផ្សេងគេបងប្អូនជាពលរដ្ឋអញ្ចឹងក្នុងមូលដ្ឋានឃុំប៉ើ2ស្រុកកញ្ឆ្មាខេត្តត្បូងឃ្មុំហើយក៏សូមគោរពជូនពរដល់លោកតាំងត្រាយនិងក្រុមគ្រួសារបាទឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនបាទរកទទួលទានមានបានគ្រប់ក្រុមគ្រួសារពិសេសសុខភាពល្អបាទអរគុណបាទអរគុណណាស់